លោកហ្វឹងអូនក៏ដូចហើយថាពួកយើងស្គាល់គ្នាជាង10ឆ្នាំហើយពួកយើងក៏មានទំនាក់ទំនងស្មុគស្មាញយូរណាស់ដែរពេលនេះมันដូចជាខ្លួនឯងពិតទេអូនមិនដូចជាខ្លួនឯងទេបែបនេះមិនមែនជាអ្វីអូនចង់បានទេពីពេលនេះតទៅពួកយើងជាមិត្តនឹងគ្នាបានហើយនេះអូនកំពុងតែនិយាយពីអីបងមិនយល់មួយគ្នាឬមួយបងបានធ្វើអ្វីឲ្យអូនមិនសប្បាយចិត្តមែនទេឬមួយអូនគិតដល់ជំងឺរបស់បងព្រោះអូនមិនចង់នៅក្បែរអ្នកជំងឺដូចជាបងបងជឿហើយមិនក៏មិនទៅពេទ្យទេបងបែបនេះអូននៅជាមួយបងបែបណាទៅពេលនេះមានផ្លូវពីរសម្រាប់អូន1ពួកយើងមិនគួរជួបមុខគ្នាទេ2អូនអាចនឹងស្លាប់ដោយសារដៃបងបើសិនជាបែបនឹងពួកយើងមិនអាចជួបគ្នាទេបេះដូងចង់សម្រាកលែងចង់ស្ដាប់ពាក្យពេញចេញពីមាត់អូននៅយូរទៀតខ្លាចឈឺដល់ថ្ងៃស្លាប់អូនក្បត់ហត់ហើយសម្រាប់ទៅបងប្រុសនេះលោកហ្វឹងស្រាប់តែឈឺដោយរបៀបណាទេដែលបងចង់ទីផ្ទះនេះដោយសារតែគេមែនទេជំងឺរបស់គេតម្រូវឲ្យគេរស់នៅកន្លែងដែលមានអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមូលហេតុដែលចង់ទិញផ្ទះនេះដែលបងសួរអ្នកទាំងពីរព្រោះត្រូវការនៅការពេញចិនគេជឿហើយប៉ុន្តែមិនព្រមទៅមន្ទីរពេទ្យទេបងចង់ឯងជួយធ្វើឲ្យគេទៅមន្ទីរពេទ្យឲ្យបានយីឈិនតាមពិនលោកពឹងគេនៅមាត់វាសុឈិនឲ្យបងសុំទោសបងធ្វើឲ្យធូបការអូនបែកហើយឲ្យបាញ់ធំអូនមកខ្ញុំតែងតែគិតថាអាចនៅជាមួយអ្នកដល់ថ្ងៃបញ្ចប់ប្រអប់បេះដូងនេះមិនដែលទៅមន្ទីរពេទ្យទេអាចសារភាពឡទីមានរឿងជាច្រើនដែលកើតឡើងមិនសមបំណងបងមិនបានឈឺទេកំពុងនៅជាមួយអ្នកណាតើខ្ញុំអាចដឹងផងបានទេអូននៅតែជាមួយបងឡទីបងមិនអាចសុំបីតាបងមិនចង់ឲ្យអូនឃើញបងក្នុងស្ថានភាពបែបនេះទេទោះបីជាយ៉ាងណាអូននៅក្បែរបងរហូតទេបើសិនជាជំងឺរបស់បងមិនអាចព្យាបាលជានោះអូននឹងចាក់ចេញពីបងមែនទេអត់ទេប៉ុន្តែបើសិនបងមិនព្រមទៅព្យាបាលទីអូននឹងរត់ទៅឆ្ងាយពីបងហើយ
ចុះបើពេលនោះបងធ្វើឲ្យអូនឈឺចាំអូនគិតធ្វើយ៉ាងម៉េចដែរប្រាប់បងមក បែបហ្នឹងបងត្រូវព្យាបាលបន្ថែមទៀត ចុះបើព្យាបាលមិនជាវិញនោះ បើបែបហ្នឹងអូននឹងព្រមឈួតជាមួយបង កំពុងនៅជាមួយអ្នកណាតើខ្ញុំអាចដឹងផងបានទេតើបងអាចខ្លាចជារងដែរអូនក៏ដល់ព្រៃស្រឡាញ់ផងទេឬបងមិនអាចសុំបែងតែគិតស្រមៃដល់ថ្ងៃមួយនោះទេប្រហែលជាមិនខ្លាចខ្សោខ្លាំងតែទឹកភ្នែកបងនេះហូរមិនឈំបងអន់ខ្លាំងណាស់ដល់មកនៅធ្វើឲ្យអូនស្រឡាញ់បងបានបងស្ដាយណាស់ដល់បងមកយ៉ាងមិនត្រូវពេលតែបងត្រូវតែទទួលយកទាំងសៀមស្ងាត់មិនអាចណាស់ត្រឹមថតរូបជួបជុំសំនៅជាមិនប្រហែលជាមិនក្លឹបលៀងខ្លាំងតែទុកគេមិនបណ្ដាផ្លូវនេះរំខ្ញុំ